បានជំរាបសួរពុកម៉ែបងប្អូនដែលចូលមកកាន់នៅ Channel ធ្វើ Train យកលុយ2026បានសម្រាប់ថ្ងៃនេះត្រូវនឹងថ្ងៃទី21ខែ1ឆ្នាំ2026អញ្ចឹងគឺថ្ងៃនេះខ្ញុំសូមធ្វើវីដេអូអំពីផ្ការីកចំពេលភ្លៀងចំពេលផ្ការីកបាទហើយក៏មិនមែនជា1មេដែរគឺភ្លៀងហ្នឹងគឺ5ថ្ងៃជាប់គ្នាអញ្ចឹងគឺសម្រាប់វិធីទប់ទល់ហើយធ្វើម៉េចដើម្បីឲ្យវានៅកាន់ក្តឹបបានកុំឲ្យវាជ្រុះអស់ពីដើមអញ្ចឹងគឺសម្រាប់វិធីខាងខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនហើយខ្ញុំនឹងផុសវីដេអូបន្តបន្ទាប់ពីថាវារីកហើយវាឡើងជាក្តឹបតើវាសល់ប៉ុណ្ណាឬក៏វាមិនសល់អញ្ចឹងគឺខ្ញុំនឹងធ្វើវីដេអូចាក់ស្ដែងជូនពុកម៉ែបងប្អូនប៉ុន្តែឥឡូវនេះគឺTrain ខាងខ្ញុំនេះគឺរីកបានចូល80% ហើយបាទ70-80% ហើយសល់30-40% ទៀតនិយាយសល់30តែ20% ទៀតគឺរីកអស់ហើយបាទប៉ុន្តែនៅក្នុងអំឡុងពេលវារីកព្រោះ Train នេះគឺរីកចាប់ដើមរីកតាំងពីថ្ងៃទី15ចឹងថ្ងៃទី15វារីក 10% អញ្ចឹងអត់រាប់ទេអញ្ចឹងគឺថ្ងៃទី16វារីក 30% អញ្ចឹងគឺចាប់ផ្ដើមរីកមកតអញ្ចឹងគឺត្រូវភ្លៀងចាប់ពីថ្ងៃទី16 1មេគឺ1ម៉ោងបាទគឺភ្លៀងម្ដង1ម៉ោងតែម្ដងហើយភ្លៀងខ្លាំងមកជោគជាំមកទឹកហូរទឹកដក់ពេញដីអញ្ចឹងគឺសម្រាប់សរុបទៅមកដល់សាមញ្ញថ្ងៃទី20ភ្លៀងពេលយប់ទៀតបាទបោះផ្កាដើម្បីជំនួយឲ្យវាកាន់ក្តឹបហ្នឹងបោះផ្កាបាន1ម៉ោងមិនទាន់ហើយផងគឺហើយតែចកា5ឆ្នាំនៅចកា9ឆ្នាំអានេះគឺ9ឆ្នាំជាងចកាហ្នឹងគឺជាប់គ្នាទេបាទចកាធំអញ្ចឹងគឺមកខាងមកប៉ាក់ហ្នឹងគឺ5ឆ្នាំ1000ដើមហើយសម្រាប់ខាងនេះគឺ1400ដើមអញ្ចឹងគឺថ្ងៃនេះខ្ញុំសូមចែករំលែកដូចជាបទពិសោធន៍ហើយដូចជាវិធីសាស្ត្រឬក៏គេហៅបច្ចេកទេសសម្រាប់ខាងខ្ញុំផ្ទាល់ដែលខ្ញុំធ្លាប់ធ្វើឆ្លងកាត់ជាមួយនឹងការផ្ការីកចំភ្លៀងចំពេលផ្ការីកអញ្ចឹងគួរធ្វើបែបណាដើម្បីកុំឲ្យវាជ្រុះផ្កាអស់ពីដើមបាទអញ្ចឹងសម្រាប់ទី1អ្វីដែលត្រូវធ្វើនៅពេលដែលផ្ការីកហ្នឹងត្រូវភ្លៀងហ្នឹងគឺត្រូវបាញ់ថ្នាំជីវបន្ទាន់បាទអញ្ចឹងគឺសម្រាប់ថ្នាំបាញ់ទៅលើផ្កាបាទនេះវាកំពុងរីកចេះហើយវាត្រូវភ្លៀងអញ្ចឹងបើវាត្រូវ1មេអីក៏វាអត់សូវអីដែរតែសម្រាប់ខាងខ្ញុំនេះគឺជាប់គ្នាឲ្យតែម៉ោង4ម៉ោង5ល្ងាចគឺភ្លៀង4ម៉ោង5ល្ងាចគឺភ្លៀងអញ្ចឹងគឺធ្វើឲ្យកេសរពេលយប់ហ្នឹងវាបើភ្លៀងក្បាលល្ងាចពេលយប់វានៅមានអាចមានកេសរញីកេសរឈ្មោលបានតែនៅមួយទៀតវាភ្លៀងចំពេលយប់ពេលកំពុងរីកតែម្ដងហ្នឹងវាអាចលៀងលំអងកេសរអញ្ចឹងគឺភ្លៀងពេលយប់គឺភ្លៀង2មេហើយបន្ទាប់មក3មេទៀតគឺវាភ្លៀងពេលល្ងាចអញ្ចឹងគឺអាចនៅសល់ពេលល្ងាចហ្នឹងអញ្ចឹងគឺសម្រាប់ថ្នាំគេខ្ញុំប្រើនៅក្នុងករណីបែបហ្នឹងស្ថានភាពបែបហ្នឹងគឺទី1គឺខ្ញុំធ្វើការបាញ់កាល់ស្យូមបូរ៉ុនបាទសម្រាប់កាល់ស្យូមបូរ៉ុនវាជួយធ្វើឲ្យកេសរលំអងកេសរញីកេសរឈ្មោលនេះបាទធ្វើឲ្យវាមានលំអងកាន់តែច្រើនអញ្ចឹងធ្វើឲ្យការកាន់ក្តឹបវាមានខ្ពស់ហើយសម្រាប់កាល់ស្យូមបូរ៉ុនហ្នឹងគឺជួយពង្រឹងប្រព័ន្ធតងនេះដែរធ្វើឲ្យវាមិនងាយនឹងរបេះអញ្ចឹងគឺវារបេះតែវាមិនរបេះទាំងអស់ទេព្រោះយើងបានជួយអញ្ចឹងគឺសម្រាប់នេះគឺជាបញ្ហាដែល
ជួបពេលដែលផ្កាកំពុងរីកត្រូវមេឃភ្លៀងអញ្ចឹងគឺយើងកែបញ្ហាដោយរបៀបហ្នឹងបាទហើយមួយទៀតបាញ់លាយជាមួយនឹងអុកស៊ីនបាទអញ្ចឹងគឺសម្រាប់អុកស៊ីនហ្នឹងគឺវាមានឈ្មោះតកូលវាចាំខ្ញុំនឹងដាក់ឈ្មោះតកូលលើអេក្រង់អញ្ចឹងពុកម៉ែបងប្អូនអាចរកទិញពីឈ្មោះតកូលវាហ្នឹងទៅគឺបានសម្រាប់ទី1គឺកាល់ស្យូមបូរ៉ុនទី2គឺអុកស៊ីនបាទពីរមុខហ្នឹងហើយសម្រាប់បើពុកម៉ែបងប្អូនចង់ដាក់ថូនិកអីក៏បានគឺសម្រាប់ខាងខ្ញុំគឺមានតែពីរមុខហ្នឹងគឺខ្ញុំខ្ជិលទិញថូនិកទៀតគឺប្រើតែពីរមុខហ្នឹងក៏បានហើយសម្រាប់អុកស៊ីនហ្នឹងគឺវាជួយឲ្យកាន់ក្តាប់ដូចគ្នាអញ្ចឹងគឺសម្រាប់ខាងខ្ញុំគឺនៅពេលដែលវារីកបាន50%យើង30ឡើងដល់50គឺខ្ញុំចាប់ផ្ដើមមកលាបគល់បាទនេះគឺលាបអត់កោះដល់ជ្រៅទេគឺគ្រាន់តែឲ្យឃើញសាច់សតិចហើយធ្វើការលាបហ្នឹងគឺវាជួយឲ្យភាគរយកាន់ក្តាប់យើងវាមានច្រើនបាទអញ្ចឹងគឺរាល់ឆ្នាំគឺខ្ញុំអត់បាញ់ទេសម្រាប់អុកស៊ីនខ្ញុំគ្រាន់តែលាបព្រោះអត់ចង់ឲ្យអស់ថ្នាំច្រើនតែសម្រាប់ឆ្នាំនេះគឺទាំងលាបហើយទាំងបាញ់តែម្ដងហើយសូមបញ្ជាក់ពុកម៉ែបងប្អូនសម្រាប់បាញ់ជួយផ្កាកុំឲ្យវាជ្រុះនៅរយៈវាកំពុងរីកពុកម៉ែបងប្អូនកុំដាក់សត្វល្អិតទៅអីបាទកុំដាក់ថ្នាំសត្វល្អិតទៅអីគឺដាក់តែថ្នាំបើបានហើយបាទថ្នាំជំនួយថ្នាំបើបានហើយសម្រាប់នៅរយៈនេះបើសិនជាពុកម៉ែបងប្អូនទោះបីពុកម៉ែបងប្អូនឃើញសត្វល្អិតច្រើនក៏ដោយបើនៅក្នុងរយៈផ្ការីក50% ឡើងទៅហើយគឺកុំបាញ់បាទកាលណាដែលបាញ់គឺវានឹងជ្រុះច្រើនជាងយើងបដោឲ្យសត្វល្អិតស៊ីទៀតព្រោះថ្នាំមិនថាថ្នាំក្តៅថ្នាំត្រជាក់នៅរយៈផ្ការីកបែបនេះគឺអត់គួរបាញ់ទេបាទអញ្ចឹងគឺសម្រាប់នេះផ្ការីកចិត្តអស់ហើយបាទដើមនេះស្ទើរតែ90% ហើយបាទនៅដល់10% ទេយើងអានេះចូល98 99ហើយបាទសល់ 1% ទេដើមនេះអញ្ចឹងនេះគឺរីកយប់នឹងមួយយប់ទៀតអស់ហើយបាទនេះអញ្ចឹងគឺឃើញថាផ្កាវាមិនទាន់ជ្រុះច្រើនទេប៉ុន្តែសម្រាប់ផ្កាមួយទៀតដែលវានេះបាទនេះគឺជ្រុះច្រើនបែបហ្នឹងបាទតែខ្ញុំស្ដាយគឺរវល់តែគិតគូររឿងហ្នឹងអត់បានគិតគូររឿងថតវីដេអូសម្រាប់ជូនពុកម៉ែបងប្អូនគឺប៉ះឈូសរាវតែម្ដងសម្រាប់ពេលណាដែលវាចាប់ដើមចិត្តរីកផ្កាគឺលើសទឹកលើសតិចតួចអីទេអានេះគឺលើសមែនតែនបាទធម្មតាគឺចាប់ដើមរីកគឺខ្ញុំដាក់បន្ថយទឹកគឺមួយថ្ងៃដាក់តែ20នាទីមកឡងមួយថ្ងៃប៉ុន្តែនេះមិនមែនបន្ថយទេគឺតឡើងលើសស្មើគុណនឹង2គុណនឹង3អញ្ចឹងធ្វើឲ្យហើយរងថ្ងៃទៀតបាទអត់បានមកឡងថ្ងៃទេគឺរងថ្ងៃអញ្ចឹងធ្វើឲ្យវាជ្រុះច្រើនប៉ះជ្រុះរាវតែម្ដងបាទហើយសម្រាប់មួយទៀតពុកម៉ែបងប្អូនត្រូវព្យាយាមធ្វើឲ្យខាងកន្លែងគល់នឹងធ្វើឲ្យស្អាតគឺមិនបាច់ស្អាតពេកទេតែធ្វើម៉េចកុំឲ្យសម្រាមនៅកនេះគឺផ្កានេះគឺខ្ញុំជ្រុះនេះគឺខ្ញុំឲ្យគេរាស់ចេញទៅខាងអស់ហើយអញ្ចឹងផ្កាវានេះលំអងផ្កាស្រទាប់ផ្កាវានេះគឺខ្ញុំឲ្យគេរស់ចេញមកក្រៅអស់ហើយដើម្បីឲ្យដីស្ងួតលឿនបាទនេះសម្រាប់ផ្កានេះគឺជ្រុះច្រើនយើងជ្រុះចូល30% 20-30% ក្នុងមួយដើមគឺបើសិនជាអ្នកដែលមិនធ្លាប់ឆ្លងកាត់ទេគឺប្រកាសណាជាភ័យបាទជាពិសេសម្ចាស់ចការតែម្ដងបើគាត់ឃើញបែបហ្នឹងគឺភ័យតែម្ដងព្រោះប៉ះរាវគឺគាត់ខ្លាចអស់តែបើសម្រាប់ខ្ញុំគឺខ្ញុំធ្លាប់ឆ្លងកាត់មកហើយសម្រាប់
បទពិសោធន៍ដែលជួបបញ្ហាទឹកភ្លៀងបែបនេះបាទអញ្ចឹងគឺឥឡូវគឺសំខាន់គឺនៅលើភាពជាក់ស្ដែងថាតើខ្ញុំអាចទប់ទល់ជាមួយវាជាប់អត់ប៉ុន្តែគ្រាន់តែបទពិសោធន៍បែបហ្នឹងគឺខ្ញុំធ្លាប់ឆ្លងកាត់មកហើយគឺអាចធ្វើនៅផ្លែបានច្រើនគ្រប់គ្រាន់គ្រប់ចំនួនដែលយើងចង់បានមានតែកាត់តែងចេញខ្លះទៀតបានអញ្ចឹងគឺសម្រាប់ដើមនេះគឺផ្លែឈុតមុនបាទសេរីមុនចឹងគឺសម្រាប់ផ្លែសេរីមុនប៉ុនបងមាត់អស់ហើយក៏បានដាក់ជីទៅហើយដែរសម្រាប់ក្នុងស្ថានភាពដែលត្រូវភ្លៀងជាប់គ្នា4-5 មេបែបនេះគឺខាងខ្ញុំគឺដាក់ជី824បាទគឺខ្ញុំដាក់តាំងពីវាត្រូវ2មេលើកដំបូងត្រូវ1មេលើកដំបូងគឺខ្ញុំអត់ទាន់ដាក់ទេស្អែកឡើងត្រូវ1មេទៀតគឺខ្ញុំធ្វើការដាក់ជី824ក្នុងមួយដើម1គីឡូបាទចឹងគឺសម្រាប់ក្តឹបគឺកាត់តែងហើយតែមិនទាន់កាត់តែងសម្រាប់ទេគឺកាត់តែងទុកដូចថាមួយដើមនេះយើងត្រូវទុកអានឹងឧទាហរណ៍ទេណាឧទាហរណ៍ទុកត្រូវទុក40ចឹងយើងទុក180ផ្លែឬ100ផ្លែសិនអានឹងយើងទុកពាក់កណ្ដាលបែបហ្នឹងសិនធ្វើថាគុណនឹង2ហើយដល់ពេលវាប៉ិនពងកងានេះយើងតែងផ្សារទៀតដូចថាតម្រូវទុក80យើងកាត់ចាញ់ទុកត្រឹម60ឬ50បានហើយបាទហើយចុងក្រោយគឺរយៈប៉ិនកំប៉ុងទៅដល់គោអីហ្នឹងយើងអាចតែងផ្ដាច់បានអាហ្នឹងយើងត្រូវទុក40គឺទុក40បានតែម្ដងត្រូវទុក50គឺទុក50ហ្នឹងតែម្ដងបាទនេះសម្រាប់ផ្កាជ្រុះអានេះខ្ញុំជ្រុះយកមាញ់ទៀតបាទនេះហើយខាងជ្រុះពីមុនមកគឺខ្ញុំឲ្យគេរស់ទៅខាងចាញ់ខាងអស់ហើយអញ្ចឹងនេះបាទនេះសិតផ្កាជ្រុះបាទនេះគឺសារភាពបាទនេះគឺលើសទឹកបាទជ្រុះច្រើនបាទនេះបាទធម្មតាអត់មានត្រូវទឹកភ្លៀងអត់មានលើសទឹកគឺអត់ជ្រុះបែបហ្នឹងទេសម្រាប់ខាងខ្ញុំគឺមួយដើមជ្រុះយ៉ាងច្រើន2-3គ្រាប់4-5គ្រាប់តែប៉ុណ្្នឹងទេតែសារតែវាផ្កាច្រើនអីចឹងតែបើសម្រាប់នេះគឺជ្រុះបែបលើសទឹកបាទសម្រាប់ដើមនេះគឺផ្កានៅច្រើននៅឡើយទេបាទនេះគឺលែងទៅជ្រុះហើយអាចកោងខ្លះជ្រុះអស់បាទនេះកោងខ្លះគឺនៅជ្រុះមួយបាទនេះលែងអីគឺបាញ់ថ្នាំប្រហើយថ្ងៃនេះនិយាយរួមគឺបាញ់ថ្នាំ2ថ្ងៃបាទម្សិលមិញម្សិលមួយថ្ងៃហើយថ្ងៃនេះគឺបាញ់តែមួយធុងទៀតគឺហើយបាទនេះសម្រាប់គេរស់ចេញភាសាផងខ្ញុំឲ្យគេរស់ចេញព្រោះដើម្បីឲ្យដីវាស្ងួតលឿនអត់ចង់ឲ្យវាមានសំណើមយូរចឹងគេរស់ចេញទៅខាងហើយបាទនោះចឹងអានេះទៅតែជ្រុះអានេះក៏នៅជ្រុះឡើយទេហើយជ្រុះមួយបាទអញ្ចឹងគឺនៅលើដើមហ្នឹងគឺវាមាននិសល់សម្រាប់ចំនួនផ្កាគឺ50-60% ទៀតហើយរួមគឺវាជ្រុះត្រឹមខ្ទង់30%ប៉ុន្តែក៏មិនទាន់ថាឈប់ជ្រុះដែរហើយតាមមើលជាក់ស្ដែងទៀតព្រោះបើមេឃនៅតែភ្លៀងបន្តវាអាចជាជ្រុះទៀត
ប៉ុន្តែបើសិនជាយើងធ្វើគ្រប់វិធីមិនថាបាញ់ទៅលើផ្កាមិនថាលាបដើមហើយមិនថាកាយសម្ងួតដីកាយសម្អាតសម្រាមឬក៏ស្រទាប់ផ្កានេះដើម្បីឲ្យដីស្ងួតលឿនគឺយ៉ាងណាក៏វានៅសល់វាមិនអស់លេងពីដើមទេបាទយ៉ាងណាក៏វានៅគ្រប់ចំនួននៃដើមផ្លែនៃដើមដែលយើងចង់បានដែរអញ្ចឹងគឺសម្រាប់នេះគឺជាបច្ចេកទេសឬក៏ជាតិចនិចដែលខ្ញុំធ្លាប់ធ្វើហើយខ្ញុំធ្លាប់ឆ្លងកាត់មកបាទអញ្ចឹងដូចជាដើមនេះអីគឺរីកចូល 90% ហើយបាទសម្រាប់កតុយជាខ្លះខ្លោចខ្លះអត់ទាន់ខ្លោចនេះបាទធម្មតាបើយើងអត់ជួយអីវាទេបាទតែប៉ុណ្ណឹងត្រូវភ្លៀង5មេបែបហ្នឹងគឺអត់នៅទេ1មេ1ម៉ោងមេ1ម៉ោង5មេជាប់គ្នារាល់ថ្ងៃគឺដឹងតែឈូសរាវហើយតែនេះគឺវានៅអត់តាន់អីនៅឡើយទេអញ្ចឹងគឺទី1គឺខាងខ្ញុំគឺបានលាបអុកស៊ីននឹងគល់ទី2គឺខ្ញុំបានបាញ់ថ្នាំអុកស៊ីននឹងទៅលើទៀតហើយនឹងជាមួយកាស្យូមូរ៉ុនទៅលើទៀតអញ្ចឹងធ្វើឲ្យផ្កានឹងវារៀងតងវារៀងរឹងមាំបាទបាទសម្រាប់តាមក្រោមដើមគឺសបែបនេះសម្រាប់ផ្ការីកយប់មិញតែយប់មិញរីកចំភ្លៀងទៀតបាទនេះសម្រាប់ស្ទាប់ផ្កាណាផ្កាដែលវាជ្រុះហ្នឹងគឺខ្ញុំឲ្យគេរស់ចាញ់ហ្នឹងគឺជ្រុះច្រើនមែនតើបាទនេះហើយនេះទៅតែជ្រុះទៀតអញ្ចឹងនៅពេលដែលវារីកអស់គឺខ្ញុំនឹងឲ្យគេរស់ចេញម្សាទៀតអញ្ចឹងនេះក្នុងករណីថាយើងជួបបញ្ហាមេឃភ្លៀងតែបើអត់ជួបបញ្ហាមេឃភ្លៀងទេយើងអាចបាច់ខ្វល់ទេរឿងស្រទាប់ផ្កាស្រទាប់អីនេះតែសម្រាប់ជួបបញ្ហាបែបនេះយើងត្រូវព្យាយាមសម្អាតគល់ឲ្យស្អាតដើម្បីឲ្យស្ងួតលឿនបាទនេះផ្កាអញ្ចឹងគឺនិយាយរួមគឺវារីកចូល90ទៅ100%ហើយអញ្ចឹងអាចជាបោះបានត្រឹមតែមួយយប់តែ2យប់ទៀតគឺឈប់បោះផ្កាហើយបាទអញ្ចឹងគឺសម្រាប់ការបោះផ្កាគឺវាជួយឲ្យក្តាប់យើងមូលល្អហើយនឹងកាន់ក្តាប់ច្រើនតែប៉ុណ្ណោះបើសិនជាយើងអត់បោះក៏វាកាន់ក្តាប់ដូចគ្នាគ្រាន់តែភាគរយក្តាប់ដែលវាមូលស្អាតហ្នឹងគឺវាមានភាគតិចបាទអញ្ចឹងបើយើងចង់បានក្តាប់ស្អាតទាំងអស់ដើម្បីយើងជ្រើសរើសទុកតាល្អទាំងអស់ហ្នឹងក្នុងមួយដើមសិតតាស្អាតទាំងអស់ហ្នឹងគឺតើតែយើងជួយវាតាំងពីដំបូងអញ្ចឹងទៅយើងបានផ្លែល្អទាំងអស់បាទនេះសម្រាប់ដើមនេះវារីកចូល90%អានេះនិយាយរួមគឺយប់នេះគឺអាចជារីក100%គឺរីកអស់ហើយសម្រាប់ដើមនេះនិយាយរួមគឺក្នុងចកាហ្នឹងគឺផ្កាវាប្រហែលគ្នាទេស្មើគ្នាទេអញ្ចឹងគឺបើសរុបក្នុងចកាហ្នឹងគឺវារីកចូល90%ហើយសឹងនឹងអស់ហើយបាទហើយសម្រាប់នេះគឺស្បៃដែលបាំងខ្យល់សម្រាប់ឆ្នាំនេះគឺខ្យល់ខ្លាំងដែរតែវាបែបមកតែមួយថ្ងៃពីរថ្ងៃវាស្ងាត់ទៅវិញមកកន្លះខែមកម្ដងទៀតមួយថ្ងៃពីរថ្ងៃស្ងាត់ទៅវិញវាអត់ដូចរាល់ឆ្នាំសម្រាប់រាល់ឆ្នាំគឺ
មួយអាទិត្យឬ10ថ្ងៃអីបានវាស្ងប់ទៅវិញចឹងធ្វើឲ្យអស់ស្លឹកមួយជាហៀងប៉ុន្តែសម្រាប់ឆ្នាំនេះគឺបានស្បៃបានខ្លះហើយនឹងខ្យល់វារៀងខ្សោយជាងមុនខ្លះចឹងគឺស្លឹកគឺនៅមកល្មមព្រោះរាល់ឆ្នាំគឺស្លឹកដាច់អត់មានឃើញស្លឹកឃើញតែមែកបាទមួយខាងគឺឃើញតែមែកហើយអាខ្លះលាស់ស្លឹកមកវិញហ្នឹងសត្វល្អិតស៊ីហ្នឹងធ្វើឲ្យមែកហ្នឹងចង់មែកហ្នឹងងាប់ខ្លោចទៀតបាទនេះសម្រាប់ត្រូវភ្លៀងជាប់គ្នា5មេផ្ទួនតាំងពីរីកបាន 30% មកបាទរហូតឥឡូវដោយសារតែផ្កានេះគឺខ្ញុំទុកសេរីតែមួយអញ្ចឹងគឺវារីកឆាប់អស់ទេបាទដោយសារតែកាលណាដែលយើងធ្វើសេរីតែមួយគឺយើងងាយស្រួលในការគ្រប់គ្រងទឹកហើយនៃការប្រមូលផលបាទតែយើងនិយាយទៅថ្លៃគឺកាត់ព្រឺគឺអស់តែម្ដងបាទអញ្ចឹងគឺសម្រាប់វីដេអូហ្នឹងគឺអត់មានច្រើនទេហើយសម្រាប់បើត្រូវមេឃភ្លៀង5មេបែបនេះកំពុងរីកបែបនេះពុកម៉ែបងប្អូនថាខ្លាចចេញត្រួយបើសម្រាប់ខាងខ្ញុំគឺខាងខ្ញុំគឺមានសត្វល្អិតវាសម្រាប់ស៊ីត្រួយបាទដោយសារតែត្រួយហ្នឹងអាពេលផ្កាចេញមកហ្នឹងគឺវាចេញមួយសាខ្ញុំបាញ់មើលថែបានមួយសាហើយសម្រាប់ស្លឹកឈុតទី3នៅពេលដែលផ្កាហ្នឹងចាប់ផ្ដើមចិត្តរីកវាចាប់ផ្ដើមចេញមកភាសាទៀតបាទអញ្ចឹងគឺខ្ញុំបណ្ដោយសត្វល្អិតស៊ីអញ្ចឹងគឺសត្វល្អិតស៊ីទៅវាខ្លោចរួញធ្លាក់មកអស់អញ្ចឹងគឺស្លឹកខាងខ្ញុំគឺអត់អីទេហើយគ្រាន់តែពួកផ្លែសេរីមុនប៉ិនពងមន់ហ្នឹងគឺខ្ញុំធ្វើការដាក់ជី824ទី1ជួយធ្វើឲ្យរូបរាងផ្លែវានៅតែល្អវាវែងស្អាតមូលគ្រប់ជ្រុងអត់មានវាយទៅណាហើយទី2គឺក៏ជួយទប់ត្រួយផងដែរតែបើសម្រាប់ពួកផ្កានេះគឺខ្ញុំអត់ដាក់ទេដោយសារអីដោយសារតាគឺខាងខ្ញុំមានសត្វល្អិតច្រើនសម្រាប់បំផ្លាញត្រួយជាងគឺខ្ញុំអត់នេះទេបាទអត់ដាក់ទេបាទអញ្ចឹងគឺវីដេអូនេះគឺអត់មានអីច្រើនទេគ្រាន់ចង់ចែករំលែកសម្រាប់កាលដែលផ្កាហ្នឹងផ្កាតារ៉េហ្នឹងវារីកចំពេលដែលមេឃភ្លៀងបាទអញ្ចឹងមេឃភ្លៀងចំពេលផ្ការីកអញ្ចឹងយើងគួរធ្វើបែបណាដើម្បីឲ្យផ្កាតារ៉េយើងហ្នឹងវាអាចនៅកកើតកាន់ក្តាប់បាននៅទាំងដើមពូសម្រាប់តារ៉េនពិបាកជាងគេគឺពិបាកនៅក្នុងរយៈផ្ការីកហើយនឹងពិបាកនៅក្នុងរយៈកតុយជៀសបាទបើយើងឆ្លងផុតអាពីមុខនឹងបានគឺស្រួលជាងមុនហើយវាអត់តឹងតែងអត់ពិបាកទេបាទអញ្ចឹងគឺពិបាកនៅក្នុងដំណាក់កាលហ្នឹងអញ្ចឹងគឺអានេះគឺជាបញ្ហាមួយសម្រាប់ម្ចាស់ចការដូចជាសម្រាប់អ្នកដាំដំណាំតារ៉េនគឺអាហ្នឹងគឺបញ្ហាធ្ងន់ធ្ងរជាងគេហើយសម្រាប់ភ្លៀងផ្ការីកភ្លៀងចំពេលផ្ការីកហើយភ្លៀងពី3មេឬដូច5មេដូចខ្ញុំអាហ្នឹងគឺធ្ងន់ធ្ងរបំផុតហើយបាទដំណាក់កាលហ្នឹងធ្ងន់ធ្ងរបំផុតហើយអញ្ចឹងបើយើងអាចឆ្លងផុតដំណាក់កាលហ្នឹងបានគឺមានន័យថាយើងអាចឆ្លងកាត់ផុតគ្រោះថ្នាក់ធំជាងគេរួចអញ្ចឹងគឺគ្រោះថ្នាក់ទូចបញ្ហាទូចហ្នឹងគឺយើងងាយស្រួលធ្វើទេបាទអញ្ចឹងគឺមើលចាក់ស្ដែងហើយខ្ញុំនឹងថតធ្វើវីដេអូមិនថាជ្រូកអស់ឬក៏នៅតិចឬក៏នៅច្រើនទេខ្ញុំនឹងធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនដើម្បីគាត់តាមដានទាំងអស់គ្នាថាតើខ្ញុំធ្វើនឹងបាន
សម្រាប់អត់បានជោគជ័យអត់នៅពេលដែលផ្ការីកចំភ្លៀង5មេហើយភ្លៀងពេលល្ងាចទៀតហើយនឹងពេលយប់2មេទៀតល្ងាច3មេពេលយប់2មេអញ្ចឹង5មេហើយ1មេ1ម៉ោងទៀតដែលវាលើសទឹកយំស្មើគុណនឹង5តែម្ដងព្រោះខ្ញុំត្រូវដាក់20ទេតែពេលវាឡើងដល់ហើយចំនួនទឹកភ្លៀងគឺវាច្រើនជាងអាចំនួនច្រើនជាងអាចំនួនដែលយើងបើក្បាលតាយោស្រាប់ហើយយើងបើក្បាលតាយោវាហុយវាបែកខ្សាយតិចតួចទេសម្រាប់ចំនួនទឹកភ្លៀងគឺមួយគ្រាប់គឺច្រើនធំអញ្ចឹងគឺអាចជាលើសមិនមែនគុណ5ទេគឺគុណចូលគុណ10គុណ20បាត់ហើយអញ្ចឹងគឺសម្រាប់នៅឆ្នាំនេះគឺខ្ញុំប្រឈមមុខជាមួយបញ្ហាធំបាទគឺអាបញ្ហាខ្យល់ឆ្នាំមុនវាផុតទៅហើយឆ្នាំនោះវាអត់សូវមានខ្យល់ហើយបានបាំងស្បៃតែឆ្នាំនេះមកជួបនឹងបញ្ហាបែបហ្នឹងទៀតប៉ុន្តែសម្រាប់បញ្ហានេះគឺខ្ញុំធ្លាប់ឆ្លងកាត់អញ្ចឹងគឺខ្ញុំដឹងវិធីហើយនឹងដឹងដំណោះស្រាយបាទអញ្ចឹងឥឡូវក៏វីដេអូនេះក៏មានតែប៉ុណ្្នឹងសិនបាទហើយជាចុងក្រោយក៏ជូនពរបងប្អូនរកទទួលមានបានហើយនឹងមានសុខភាពល្អទាំងអស់គ្នាហើយនឹងធ្វើដំណាំត្រេនបានជោគជ័យទាំងអស់គ្នាបាទហើយក៏សូមអរគុណបងប្អូនផងដែរដែលតែងតែតាមដាន channel របស់ខ្ញុំហើយនឹងគាំទ្រในវីដេអូរបស់ខ្ញុំដែលចែករំលែកបទពិសោធន៍ជូនបងប្អូនទាំងអស់គ្នាបាទឥឡូវពីខ្ញុំម្ចាស់ channel ធ្វើត្រេនយកលុយក៏ជម្រាបលាបងប្អូនទាំងអស់គ្នាតែប៉ុណ្ណេះសិនបាទជម្រាបលាបាទ